ជាការមិនគោរពច្បាប់ចរាចរណ៍បច្ចុប្បន្ននេះមនុស្សប្រមាណជាង4នាក់ទៅ10នាក់ក្នុងមួយថ្ងៃបានស្លាប់ឬរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីគ្រោះថ្នាក់ស្លាប់និងពិការភាពដោយសារគ្រាប់មីនដែលនៅសេសសល់ពីសង្គ្រាមនិងគ្រោះថ្នាក់បន្ទាប់ពីជំងឺអេដស៍ថ្ងៃអាទិត្យយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាបានចំណាយពេលវេលាជាប្រចាំចុះតាមគោលដៅប្រមាណជាង20កន្លែងកែស្តុបនីមួយៗក្នុងរាជធានីភ្នំពេញដើម្បីធ្វើការអប់រំនិងជួយធ្វើចរាចរណ៍គោលបំណងនៃការចុះធ្វើចរាចរណ៍នេះព្រោះសុវត្ថិភាពចរាចរណ៍គឺផ្ដើមចេញអំពីបុគ្គលម្នាក់បើម្នាក់យល់បានសង្គមទាំងមូលយល់បានយើងអាចកាត់បន្ថយបាននៅគ្រោះថ្នាក់ចរាចរណ៍ទៀតចលនានេះបានទទួលការគាំទ្រពីមហាជននៅពីសហគមន៍ពីអន្តរជាតិឃ្លាវខ្លាណាស់ដោយសារថាទូនីតិរបស់យុវជននេះមិនត្រឹមតែយល់ខ្លួនឯងច្បាស់អំពីច្បាប់ចរាចរណ៍ទេតែបានធ្វើឲ្យអ្នកបញ្ជាយានយន្តទាំងឡាយមានការប្រុងប្រយ័ត្នគឺជាក្បាច់មួយសម្រាប់ការពារបីបងប្អូនយើងដែលធ្វើដំណើរទៅរងការពលរដ្ឋអត់ต้องការរងចាំចរាចរណ៍ឲ្យបានរងមាត់ពេលបើបងតមានស្មារតីគោលដៅរួមរបស់កម្មវិធីអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជាគឺជួយកាកបាទក្រហមកម្ពុជាដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំនិងសមត្ថភាពជំនាញបច្ចេកទេសដល់យុវជនឲ្យក្លាយទៅជាអ្នកស្ម័គ្រចិត្តដ៏ល្អប្រពៃសម្រាប់ផ្ដល់សេវាមនុស្សធម៌ជូនប្រជាជនដែលងាយរងគ្រោះបំផុតសប្តាហ៍នេះយើងបានទទួលយុវជនស្ម័គ្រចិត្តនឹងចំនួនប្រមាណជា180នាក់ដែលចូលរួមក្នុងចលនានេះហើយយើងបានទទួលខុសត្រូវសហការជាមួយនឹងនគរបាលចរាចរណ៍តាមដងផ្លូវឈរបញ្ជាចរាចរណ៍កន្លែងដែលមានភ្លើងស្តុបហើយយុវជនយើងបានចូលរួមនេះដោយគ្មានលក្ខខណ្ឌទេគឺជាការស្ម័គ្រចិត្តខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានប្រឹងប្រែងខិតខំស្ម័គ្រចិត្តក្នុងការបង្ហាត់បង្រៀននេះគឺខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគតចរាចរណ៍របស់យើងនឹងបានល្អហើយប្រជាពលរដ្ឋយើងបានដឹងទាំងអស់អាចនឹងដឹងបានច្រើនអំពីចរាចរណ៍យើងអាចកាត់បន្ថយក្នុងការរាំងស្ទះចរាចរណ៍ទី2គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុលើដងផ្លូវនេះជាជនយើងខ្លះហ្នឹងគាត់អត់ទាន់យល់ច្បាប់ចរាចរណ៍ហើយមានអ្នកខ្លះគាត់យល់ច្បាស់ប៉ុន្តែគាត់នៅតែអបៀនបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យភ័យខ្លាចបណ្ដាលមកពីអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍មិនគោរពភ្លើងសញ្ញាការបើកបរលឿនពេកខ្វះការប្រុងប្រយ័ត្នសេពគ្រឿងស្រវឹងនិងចតលើគំនូរសជាដើមខ្ញុំគិតថាចលនារបស់យុវជនយើងបានចូលរួមនៅក្នុងការងារសុវត្ថិភាពចរាចរណ៍នេះគឺទទួលបានលទ្ធផលល្អប្រសើរណាស់យើងបានធ្វើឲ្យគ្រោះថ្នាក់នេះកាត់បន្ថយបានមួយចំនួនធំបាទពិសេសទៅទៀតគឺបានធ្វើឲ្យប្រជាពលរដ្ឋជាពិសេសគឺម្ចាស់យានយន្តនោះមានការភ្ញាក់រលឹកមានការប្រុងប្រយ័ត្ន
chẳng ấy ban chia chấm đợi ní dương kết hà nâng khất khom rồi vị thiên là ca sinh tiếp đam bay chui nè đo càng nghe cắt bẩn thoi phương tắc cho nó dương đang bằng can cô đại được nông ti trong Phnom Penh bằng thành tiết miền đây tha năm cái lau máu dương ban riệp trong tại đọc cô đại tế năm đấy dương ban can đo từ mập hay cô lái hơi nâng năm cao dương đang bằng can đọc cô đại tiết nên từ tam là tập hiệp để dương biến vì sách từ tam cho là na smart chết là bao nhiêu chôn dương đặc biệt thôi ao ti krong là bao nhiêu ní thì địa bàn nơi sở vật tập hiệp cắt bẩn thoi cả cột nạn đi ao thắt nơi chia bạc vào mà các bạn mua sở vật tập hiệp chỉ trong này mới không cả chui bằngการsở vật tập hiệp đo nẹt bạc bó cục rụp phần téเอาไว้ในสำคัญนู้คือการปรองประหยัดหนึ่งการกรบบับจราจรกรุบเปวิลีดังใบทีนี้อากาศทั่วดำน้ำระบบโลกเนี่ยมีสวัสดิภาพต่อ การวิธีนี้อุปถัมภ์ใน UNICEF